ជំរាបសួរខ្ញុំបាទស៊ីឡុងស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុងកម្មវិធីបើកបោសាកល្បងដ៏ធំបំផុតប្រចាំឆ្នាំរបស់ក្រុមហ៊ុន Ford Cambodia ណាហើយថ្ងៃនេះដែរគឺយើងមានឡានសម្រាប់ការធ្វើតេស្តនឹងច្រើនមែនទែនគ្រប់ស៊េរីហើយមានចាប់តាំងពី Ranger XL Ranger XLT Ranger Fasttrack Ranger Raptor មាន Ford 33ក៏ដូចជាមានជាមួយនឹង Ford Everest ផងដែរចឹងយល់ទៅគឺមានច្រើនខ្លាំងមែនទែនហើយក្រៅពីនោះដែរក៏មានជាមួយនឹងការដាក់តាំងបង្ហាញឡានដែលផលិតនៅកម្ពុជាយើងដែរអញ្ចឹងក្នុងនោះមាន Ranger មានជាមួយនឹង 33ក៏ដូចជា Everest ផងដែរអញ្ចឹងកុំឲ្យខាតពេលទៅតេស្តជាមួយខ្ញុំទាំងអស់គ្នាតោះអូខេបងប្អូនអញ្ចឹងឥឡូវនេះយើងបានមកដល់ទីលានសម្រាប់ការធ្វើតេស្តហើយថ្ងៃនេះដែរខ្ញុំនឹងយក Ford Ranger Raptor មួយនេះទៅតេស្តជាមួយនឹងផ្លូវឧបសគ្គរបស់យើងអញ្ចឹងណាអញ្ចឹងចង់ដឹងថាថ្ងៃនេះ excited យ៉ាងណាតោះតាមដានលម្អិតជាមួយខ្ញុំទាំងអស់គ្នាតោះអូខេអញ្ចឹងឥឡូវនេះយើងបានមកដល់ផ្លូវឧបសគ្គទី1គឺឧបសគ្គឡើងទៅលើផ្លូវទួលចោតឡើងចំណោតហើយយើងមានមុខងារមួយដែលគេហៅថា trail control ដែលយើងអាចកំណត់ល្បឿនស្វ័យប្រវត្តិរបស់វាបាននៅពេលដែលឡើងហើយយើងយកកាពីតា 4H មកហើយយើងអាច lock ពងក្រោយក៏បានដែរអូខេអញ្ចឹងឥឡូវខ្ញុំឲ្យវាដំណើរការទៅដល់ខ្លួនឯងអញ្ចឹងខ្ញុំអត់ចាំបាច់ជន់ហ្គាទេគឺខ្ញុំកាន់តែដៃចកូតឲ្យត្រង់ទៅគឺវានឹងឡើងទៅដោយស្វ័យប្រវត្តិខ្លួនឯងហើយឃើញខ្ញុំអត់ចាំបាច់ជន់ហ្គាទេគឺវានឹងឡើងទៅដោយខ្លួនឯងហើយអូខេអូខេអញ្ចឹងនៅពេលដែលចុះវិញក៏ដូចគ្នាដែរគឺខ្ញុំអត់ចាំបាច់ជន់ប្រាំងឬក៏ជន់ហ្គាទេគឺប្រព័ន្ធនេះគឺវានឹងដំណើរការដោយខ្លួនឯងទាំងអស់អញ្ចឹងខ្ញុំកាន់ដៃចកូតឲ្យទៅត្រង់ទៅគឺវានឹងទៅត្រឹមល្បឿនដែលយើងបានកំណត់អញ្ចឹងណាអូខេអញ្ចឹងឥឡូវនេះយើងបានមកដល់ឧបសគ្គមួយទៀតដែលគេហៅថា side slope test ដែលយើងនឹងយកកង់ខាងស្ដាំយើងទាំងពីរហ្នឹងឡើងទៅខាងលើអញ្ចឹងណាអូខេអញ្ចឹងមុខងារមកដល់ឧបសគ្គនេះគឺយើងគ្រាន់តែប្រើប៉ុង2ដដែលទៅ 4H ដដែលទៅគឺយើងអាចឡើងបានហើយអូខេហើយអីដែលសំខាន់សម្រាប់ឡាន Ford គឺមានជាមួយនឹងកាមេរ៉ាដែលយើងអាចមើលឧបសគ្គបានណាអញ្ចឹងគឺវាផ្ដល់ភាពងាយស្រួលមែនទែនយើងឡើងមកអញ្ចឹងយើងអាចមើលជាមួយនឹងកាមេរ៉ាបានអញ្ចឹងឃើញកន្លែងចុះយើងអាចសេរីចកូតទៅតាមនឹងទៅនិយាយទៅគឺផ្ដល់ភាពងាយស្រួលមែនទែនអូខេអញ្ចឹងឧបសគ្គទី3នេះគឺជាផ្លូវខ្សាច់ដែលរៀងជ្រៅគួរសមដែរហើយយើងអាចប្រើជាមួយនឹង Drive Mode របស់វាបានគឺ Sand Mode អញ្ចឹងយើងអាច select យក Sand Mode ហើយយើងប្រើ 4H ដដែលអញ្ចឹងនៅពេលដែលដាក់ចូល Sand Mode គឺវានឹង lock ពងក្រោយដោយស្វ័យប្រវត្តិអូខេអញ្ចឹងយើងអាចទៅបានអូខេអញ្ចឹងនេះគឺជាឧបសគ្គដែលខ្ញុំចូលចិត្តបំផុតហើយដោយសារយើងអាចជន់បានអូខេអញ្ចឹងយើងដោះមុខងារវាចេញសិនអូខេខ្ញុំដាក់មក normal វិញអញ្ចឹងជីមិញខ្ញុំដូចឃើញខ្សាច់រៀងជ្រៅដែរប៉ុន្តែមួយ Raptor គឺអត់អីទេទៅបានស្រួលមែនទែនវាផាយយកមកអូខេអញ្ចឹងឧបសគ្គបន្ទាប់នេះគឺផ្លូវល្អយើងអាចប្រើជាមួយនឹង slippery mode បានអញ្ចឹងអូខេខ្ញុំអាចយក slippery អូខេហុយមែនតើជាមួយ Raptor អូខេអញ្ចឹងឧបសគ្គបន្ទាប់នេះគឺយើងចុះទឹកអញ្ចឹងទឹកនេះមិញជម្រៅប៉ុន្មានបង80 សង់ទីម៉ែត្រអូខេអញ្ចឹងឥឡូវនេះខ្ញុំនឹងដូរទៅ
normal dùng cho normal mode ok này tao mới dùng đặt từ for ở ok 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 cho ấy hay dừng lật bông hơn khỏi ok chân thử tắt đi chân mà mày đấy ok ok chân ô bát xạ bắt top trong khỏi cái nơi tiền liên nguyên ní cứ thô chân thô hình thông thông này chân sầm ép thô chân cứ dương ai phở ban chọn cứ ở tí mua dương đồ mà normal rock roll mode chân dương phở cho mọi người rock roll mode ok ok chắc là đôi trẻ nhưng tại sao tại Lan Ford cứ miên cho mùi nâng camera off-road camera chắc là cứ việc đo phim như số mình tên về để dương chỉ long cắt cho mùi nâng ô xã này chắc là dương anh mới khơi vì snap con và dương bán tha vì tròn cái lại na chắc là đi đo phim như số mình tên ok bông bồn chẳng là đây ba mặt đo ti liên mùi tiền đấy ti liên TP này cứ chỉ ti liên high speed hết nè chẳng là đây bông bồn khơi chẳng mình ấy Ranger Raptor mình cứ kê hột là bướn lướn nên lơ play việc sách đại cái phở cho mùi nâng 321 đó nè hai khang này cứ kê nâng ba là bướn lướn nên lơ play sách drift dây ổn tới cứ lên mà chung anh nâng khang này ấy xạ cho mùi nâng performance là xin cả đôi chỉ bảo bọn chương khổ ca tụi nâng ấy bảo for Ranger Raptor hai khang slam đại dùng này vẫn cứ chỉ ti liên mùi tiết cứ kê sầm ca drift hai bắt đầuไป drift ហើយគឺគេរត់ទៅល្បឿនលឿននៅខាងនោះគេនឹង drift បកមកជុំវិញចុងក្រោយគេគឺហោះនៅខាងនេះឧបសគ្គហោះនេះអញ្ចឹងយើងមើលទៅគឺ excited មែនទែន ok បងប្អូនអញ្ចឹងក្រៅពីការធ្វើតេស្តជាមួយនឹង Lan Ford របស់យើងក៏មានជាមួយនឹងស្តង់លក់ជាមួយនឹងវត្ថុអនុស្សាវរីយ៍ក៏ដូចជាអាហារភេសជ្ជៈអីសពគ្រប់បែបយ៉ាងមានជាមួយនឹងសំបកកង់មានដែរអញ្ចឹងនៅនេះគឺមានច្រើនខ្លាំងមែនទែនអូខេបងប្អូនអញ្ចឹងថ្ងៃនេះគឺទទួលបានបទពិសោធន៍ថ្មីទៀតហើយបន្ទាប់ពីបានធ្វើតេស្តហើយណាទាំងទីលានទី1ក៏ដូចជាទីលានទី2អញ្ចឹងថ្ងៃណាយើងបានឆ្លងកាត់ជាមួយនឹងផ្លូវឧបសគ្គច្រើនមែនទែនមានចាប់តាំងពីឡើងចំណោតទៅលើផ្លូវខ្សាច់ផ្លូវថ្មចុះទឹកចុះអីហ្នឹងហើយរត់ល្បឿនលឿនជាមួយនឹងលើផ្លូវខ្សាច់ drift យន្តទៅគឺឃើញឧបសគ្គច្រើនមែនទែនហើយយើងក៏បានឃើញពីសមត្ថភាពរបស់ Lan Ford ដែរគឺនៅតែខ្លាំងនៅតែអែមអញ្ចឹងណាអូខេអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់បានបើកបោសាកល្បងជាមួយនឹង Lan Ford នៅទីនេះទេគឺអាចអញ្ជើញមកដល់ទីតាំងកម្មវិធីដែលផ្ទាល់បានដើម្បីចុះឈ្មោះបើកបោសាកល្បងជាមួយនឹង Lan Ford Commander ទាំងអស់ឬក៏អាចតំណែងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះអញ្ចឹងណាអញ្ចឹងវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាពីខ្ញុំបាទស៊ីងឡុងជួបគ្នានៅវីដេអូក្រោយទៀត